ពេលចាប់ផ្ដើមជាមួយ Tesla ដំបូងមហាសេដ្ឋី Elon Musk គឺគាត់មានក្តីសម័យមួយអូយល្អមែនទែនលោកតាសូមឲ្យកូនចៅមានម៉ូយច្រើនសាធុអូស័ក្តិសិទ្ធអូសាធុភ្ញាក់ឡើងបងនេះសម័យ AI ហើយចង់រក្សាម៉ូយចាស់បង្កើនម៉ូយថ្មីស្រួលទេ K-Store App ពី BZ Advisor មុនស្នេហ៍បែប Digital តាក់បានគ្រប់ម៉ូយ BZ Advisor ជឿជាក់លើសពី 1,500 អាជីវកម្មបាទគាត់ចង់ផលិតឡានឲ្យវាលឿនដូចឡាន Ferrari Porsche អីផ្សេងបាទហើយឲ្យវាស៊ីថាមពលបាទតិចជាងព្រោះទៅទៀតអញ្ចឹងណាបាទនេះគឺជាក្តីសម័យមួយអស្ចារ្យមែនទែនបាទដែលគាត់ចាប់ផ្ដើមតាំងពីដំបូងជាមួយនឹង Tesla ដំបូងហ្នឹងហើយខ្ញុំបានមើលបាទលិខិតមួយដែលគាត់ទៅសេកាលពី2006បាទជាឆ្នាំដែលគាត់ចូលរួមជាមួយនឹង Tesla ដំបូងហ្នឹងគឺគាត់ប្រហើបចេតនាបាទនៅពីក្រោយការទិញ Tesla កាលហ្នឹងណាបាទគឺគាត់ចង់បញ្ចប់បាទគឺសេដ្ឋកិច្ចពឹងលើជើងថ្មបាទនេះគឺជាចេតនាមួយធំដែលគាត់ប្រហើបនៅក្នុងលិខិតហ្នឹងហើយសេដ្ឋកិច្ចពិភពលោកគឺងាកពីការពឹងលើជើងថ្មទៅជាសេដ្ឋកិច្ចដែលពឹងទៅលើសូឡាហើយគាត់មើលឃើញឡានអគ្គិសនីនេះហើយគឺជាគំរូនៃដំណោះស្រាយដែលល្អបំផុតបាទហើយអញ្ចឹងទៅក៏គាត់បានវិនិយោគជាមួយនឹង Tesla បាទគឺជាហ៊ានដំបូងហ្នឹងបានទិញហ៊ុនរបស់Tesla បាទដែលបង្កើតឡើងដោយវិស្វករពីររូបគឺ Martin Eberhard ហើយនិង Mark Tarpenning ដែលពីរអ្នកគាត់នេះដំបូងបាទជាស្ថាបនិកដំបូងហើយបាទរបស់ Tesla ដែលបង្កើតនៅ2003ហើយ2006Elon Musk គាត់បានចូលមកហើយដល់ពេល2008គឺ Elon Musk គឺគាត់ក្លាយទៅជា CEO របស់ក្រុមហ៊ុនហ្នឹងតែម្ដងបាទគឺទិញយកពីហ៊ុនចេញពីស្ថាបនិកដំបូងហ្នឹងហើយពេលជាហ៊ានដំបូងបាទទៅតាមអ្វីដែលគាត់សម័យហ្នឹងណាជាហ៊ានដំបូងហ្នឹងគឺ Tesla គឺគាត់បង្កើត Roadster បាទមិនដឹងជាបងប្អូននៅខ្មែរបានជិះអត់អូយជាឡានអគ្គិសនីដែលលឿនដែលមនុស្សជាច្រើននាំគ្នាបើកភ្នែកធំតាហីឡានអគ្គិសនីធ្វើលឿនចឹងបានដែរណាបាទគេកាលពីសម័យ2006 2007អីហ្នឹងគេនាំគ្នាសម័យមើលឃើញថាឡានអគ្គិសនីដូចឡានបើកនៅក្នុងកន្លែងវាយកូនគោលចឹងឡានយឺតចឹងណាបាទប៉ុន្តែ Elon Musk គឺគាត់ចាប់ផ្ដើមដំបូងបាទពេលដែលគាត់ចូលកាន់កាប់ Tesla ហ្នឹងគឺធ្វើឲ្យវាលឿនដូច Ferrari អញ្ចឹងហើយវាស៊ីសាំងបាទស៊ីថាមពលបាទឲ្យវាតិចជាងព្រុសទៅទៀតតោះនេះបាទអ្នកដែលបើកឡានព្រុសដឹងហើយមែនទេអូយនិយាយរួមស៊ីតិចមែនតើណាដល់ពេលស៊ីតិចនេះហើយគឺជាចំណុចកលឹះដែលធ្វើឲ្យ Tesla នាំមុខគេនៅក្នុងវិស័យរថយន្តអគ្គិសនីបាទហើយធ្វើវីដេអូនេះជូនទៅដល់អ្នកដែលមិនចូលចិត្ត Elon Musk បាទមួយរយៈក្រោយនេះប្រហែលជាមានបងប្អូនមួយចំនួនបាទមិនសូវជាចូលចិត្តគាត់ទេប៉ុន្តែថ្ងៃនេះខ្ញុំកោះក្តីសម័យមកបាទជាតាមពិតទៅបាទក្រៅពីនយោបាយគាត់មានក្តីសម័យល្អមែនតែនសម្រាប់ពិភពលោកឡានឈប់ចាក់សាំងនេះអូយមកឃ្លានេះលយមែនតែនបាទឡានឈប់ចាក់សាំងខណៈពេលដែលគាត់កំពុងតែលើកប្រហើបនៅក្តីសម័យគាត់2006ហ្នឹងឡានទាំងអស់សុទ្ធឡានចាក់សាំងបាទតែឥឡូវហ្នឹងតោះនេះឃើញគឺក្រៅពី Tesla មានក្រុមហ៊ុនឡានច្រើនមែនទែនកំពុងតែនាំគ្នាចូលរួមនៅក្នុងក្តីសម័យដែល Elon Musk គាត់ធ្លាប់សម័យហ្នឹងបាទគឺសេដ្ឋកិច្ចឈប់ពឹងលើជើងថ្មមកពឹងលើសូឡាទាញថាមពលយកមកប្រើនៅក្នុងឡានវិញឃើញទេបាទអញ្ចឹងក្តីសម័យគាត់ធំមានពីរទី1គឺឡានឈប់ចាក់សាំងទី2គឺមនុស្សឈប់រស់ពឹងទៅលើភពផែនដីគឺទៅពឹងអីវិញភពអង្គារអញ្ចឹងបាន SpaceX ព្យាយាមធ្វើបែបណារុញមនុស្សទៅភពអង្គារឲ្យបានហើយតោះនេះរងចាំមើលថាតើនៅក្នុងជីវិតរបស់អ្នកទាំងអស់គ្នានឹងមានឱកាសមើលឃើញក្តីសម័យទី2នេះជោគជ័យទេបាទទី1ទោះបីឥឡូវ Tesla មិនជាឡានអគ្គិសនីលេខ1ក្តីប៉ុន្តែឡាន
ឈប់ចាក់សាំងគឺកាន់តែច្រើនទៅឡានឈប់ចាក់ម្សុទ្ធគឺកាន់តែច្រើនទៅនេះជាលទ្ធផលចេញមកពីក្តីសម័យរបស់សហគ្រិនមួយរូបបាទដែលចង់ឃើញពិភពលោកមានការផ្លាស់ប្ដូរបាទហើយគាត់បានរើសមុខរបរនៅក្នុងបច្ចេកវិទ្យាបាទហើយសង្ឃឹមថាបងប្អូនដែលចង់ចេញរកស៊ីចំនួនក្រោយនេះតោះគ្នានាំគ្នាមើលនៅក្នុងវិស័យបច្ចេកវិទ្យាបាទគឺជាវិស័យមួយជាមុខរបរដែលដូចអ្វីដែល Elon Musk គាត់បានឆ្លងអញ្ចឹងបាទវាអស្ចារ្យវាធ្វើឲ្យពិភពលោកមានការផ្លាស់ប្ដូរដោយឡានអគ្គិសនីនេះជាដើមហើយសង្ឃឹមថានៅក្នុងអនាគតឆាប់ខាងមុខគឺអាចនឹងមានមនុស្សយើងអាចនឹងមានវាសនាទៅភពអង្គារបាទទៅដំបងនេះប្រហែលទៅបានត្រឹមតែទេសចរទេប៉ុន្តែទៅអនាគតគឺអាចនឹងរស់នៅទីនោះបាននេះគឺជាអនាគតដែលអស្ចារ្យចេញពីមុខរបរបច្ចេកវិទ្យាហើយបងប្អូនដែលចង់ចេញរកស៊ីបាទទាំងអស់គ្នាមើលទៅហើយនៅខ្មែរទាំងអស់គ្នាអាចមើល Bizadvisor បានបាទជាក្រុមហ៊ុនរបស់ខ្មែរយើងបាន 100% ហើយកំពុងតែរកស៊ីនៅក្នុងវិស័យ digital បាទគឺគាត់បង្កើតនៅ software បង្កើតនៅកម្មវិធីជាច្រើនដើម្បីជួយទៅដល់សហគ្រិនអាជីវកម្មនៅក្នុងស្រុកនៅក្នុងការគ្រប់គ្រងអាជីវកម្មខ្លួនឯងបែប digital បាទអញ្ចឹងទេអាចចូលទៅក្នុង page Bizadvisor ទៅយក Bizadvisor ជាគំរូមួយសម្រាប់អ្នកទាំងអស់គ្នានៅក្នុងការចេញរកស៊ីបាទហើយ Elon Musk ពេលតែគាត់ចាប់ផ្ដើមដំបូងបើអើយឡានថ្លៃឡាន Tesla ថ្លៃបាទជាង 100000 បាទតម្លៃកាលពី2006បាទគឺគាត់ចាប់ផ្ដើមដំបូងនេះគឺឡានលឿនដើម្បីដាស់អារម្មណ៍អ្នកជិះឡានដែរឡានអគ្គិសនីវាមិនមែនយឺតដូចទាំងអស់នេះគិតទេលឿនណាប៉ុន្តែលឿនខ្លាំងនោះកាលនោះគឺអស់លុយច្រើនបាទទៅពេលបន្ទាប់ទៅគឺគាត់ចាប់ដើមងាកមកឡានសម្រាប់គ្រួសារមិនមែនឡាន sport ទៀតណាឡានសម្រាប់គ្រួសារអញ្ចឹងគាត់អាចកាត់បន្ថយចំណាយក្នុងការផលិតបានច្រើនតម្លៃកាន់តែធូរច្រើនអញ្ចឹងទៅពេលហ្នឹងគឺក៏មានអ្នកជិះក៏កាន់តែច្រើនដែរ Promotion អស់ស្ទះអូយស្ទះតែខ្ញុំជាអ្នកគិតលុយច្រើនបែបហ្នឹងអាណាចាំអស់ឈប់ Easy POS ពី Bizadvisor គ្រប់គ្រងគ្រប់ promotion របស់លោកអ្នកស្រួលBizadvisor ជឿជាក់លើសពី 1500 អាជីវកម្ម